នេះគឺជាប្រវត្តិនៃអាណាចក្រខ្មែរខ្មែរ Empire កាលពីប្រមាណ 6000 ជាងឆ្នាំមុនថៃឬសៀមគឺគ្មានក្នុងផែនទីនៃប្រវត្តិសាស្ត្ររបស់ពិភពលោកឡើយផ្ទុយទៅវិញគឺមានតែទឹកដីរបស់អាណាចក្រខ្មែរមុនសម័យអង្គរទៅទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្គាល់អំពីប្រវត្តិនៃអាណាចក្រខ្មែរយើងថាតើមានភាពរុងរឿងយ៉ាងដូចម្ដេចហើយថាតើទឹកដីនេះធំធេងប៉ុណ្ណានៅក្នុងអំឡុងសតវត្សទី 9 នៅពេលដែលអឺរ៉ុបកំពុងឆ្លងកាត់នៅយុគខ្មៅងងឹតក្រោយការដួលរលំនៃចក្រភពរ៉ូមហើយចក្រភពអារ៉ាប់កំពុងស្គាល់តែភាពរុងរឿងវាទីកាន់កាប់ទឹកដីនៅប៉ែកខាងត្បូងនិងខាងកើតនៃតំបន់មេឌីទែរ៉ាណេចំណែកឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯនេះវិញអាណាចក្រមួយកំពុងតែងើបឡើងនិងស្គាល់ភាពរុងរឿងខ្លាំងដែរនោះគឺអាណាចក្រខ្មែរតាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាគេបានរកឃើញថានៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្នគឺធ្លាប់មានមនុស្សរស់នៅដើមដំបូងតាំងពីប្រមាណ 4200 ឆ្នាំមុននៃគ្រិស្តសករាជពលគឺប្រមាណជាជាង 6000 ឆ្នាំមុនសម័យកាលបច្ចុប្បន្នប្រជាជននៅតំបន់នេះបានចាប់ផ្ដើមងាកចេញពីការរស់នៅបែបពរេប្រវត្តិមកចាប់ប្រកបរបរកសិកម្មរួចហើយបន្តិចម្ដងបានមកកើតទៅជារដ្ឋមួយឡើងនៅអំឡុងសតវត្សទី 1 នៃគ្រិស្តសករាជគឺនគរគោកធ្លកឬនគរភ្នំដែលនៅក្នុងឯកសារចិនហៅคล้ายមកជាហ្វូណនដំណើររឿងនៃការកកើតនគរគោកធ្លកឬហ្វូណនត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេងនិងមានកត់ត្រាទុកក្នុងសិលាចារឹកនិងក្នុងឯកសារចិនតាមដំណើររឿងព្រេងនៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរការកកើតនៃនគរគោកធ្លកចាប់ផ្ដើមពីអាពាហ៍ពិពាហ៍រវាងព្រះថោងដែលជាមហាក្សត្រមកពីឥណ្ឌានិងនាងនាគដែលជាម្ចាស់ស្រុកក៏ប៉ុន្តែនៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹតគេបានរកឃើញនៅកំណត់ត្រាអំពីដំណើររឿងនៃអាពាហ៍ពិពាហ៍រវាងម្ចាស់ស្រុកគឺព្រះនាងសោមាជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះកៅដិនដែលធ្វើដំណើរតាមទូកមកពីទិសខាងត្បូងអាចមកពីកោះជ្វាឬស៊ុមាត្រាចំណែកឯឯកសារចិនវិញមានកត់ត្រាអំពីអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀននិងព្រះនាងលាវយីអ្នកប្រាជ្ញខ្លះយល់ថាដំណើររឿងទាំង3ខាងលើនេះគឺជារឿងតែមួយគ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្នាក៏ប៉ុន្តែអ្នកខ្លះទៀតយល់ថារឿងនេះអាចជាដំណើររឿងផ្សេងគ្នាដែលកើតឡើងនៅក្នុងទឹកដីខ្មែរដូចគ្នាប៉ុន្តែក្នុងកាលវេលាខុសគ្នាព្រះបាទហ៊ុនទៀនឬកៅដិនឬព្រះថោងនិងព្រះនាងលាវយីឬព្រះនាងសោមាកូនព្រះច័ន្ទឬនាងនាគនេះហើយដែលជាអ្នកបានកសាងឡើងនៅសន្តតិវង្សឬរាជវង្សខ្មែរដំបូងគេហើយក៏បាននាំមកនូវទំនៀមទម្លាប់សាសនាក៏ដូចជាគំនិតដឹកនាំតាមបែបរាជាធិបតេយ្យមកបញ្ចូលគ្នាជាមួយសង្គមខ្មែរដែលមានរួចស្រេចទៅហើយក៏បានធ្វើឲ្យអាណាចក្រខ្មែរនាសម័យកាលនោះមានភាពរីកចម្រើនយ៉ាងខ្លាំងម៉ាសសាយសមុទ្រម៉ៃអ៊ីផ្សំចេញពីសារាយសមុទ្រស្រស់ៗពីរប្រភេទនៅក្នុងប្រទេសកូរ៉េបូករួមជាមួយនឹង collagen ដល់ទៅ5ប្រភេទមិនតែប៉ុណ្ណោះបូកជាមួយនឹងវីតាមីនជាច្រើនមុខជួយទៅដល់អ្នកដែលកំពុងខូចស្បែកមុខដូចជាជាំអាចរុយស្ដើងឡើងសរសៃក្រហមមុខឡើងចំហាយក្តៅបណ្ដាលឲ្យកើតមុនតូចមុនធំមុនខ្ទុះគ្រប់ប្រភេទនិងស្បែកមុខដែលងាយរលឡើងកន្ទួលរមាត់កំងចាប់ពី6ឈុតឡើងទៅនឹងទទួលបានតម្លៃបោះដុំកំងកាន់តែច្រើនទទួលបានតម្លៃកាន់តែពិសេសម៉ាសសារាយសមុទ្រម៉ៃអ៊ីមានធ្វើការបោះដុំគ្រប់25ខេត្តក្រុងនិងគ្រប់បណ្ដាប្រទេសទំនាក់ទំនងតាមលេខទូរស័ព្ទនិង Telegram ឬក៏អាចទំនាក់ទំនងទៅតាម Page EE Black ណារបស់ក្រុមហ៊ុនផ្ទាល់សម័យនគរភ្នំត្រូវបានចាប់ផ្ដើមរាប់តាំងពីឆ្នាំ50នៃគ្រិស្តសករាជឬសតវត្សទី 1 នៃគ្រិស្តសករាជដំបូងឡើយនៅក្នុងឯកសារប្រវត្តិសាស្ត្រគេបាននិយាយថានគរភ្នំឬនគរហ្វូណនមានរាជធានីនៅម្ដុំបាភ្នំខេត្តព្រៃវែងបច្ចុប្បន្នក្រោយមកក៏មានការស្រាវជ្រាវឃើញថារាជធានីនគរភ្នំគឺស្ថិតនៅត្រង់ស្រុកអង្គរបូរីខេត្តតាកែវបច្ចុប្បន្នវិញដែលនគរនេះមានវប្បធម៌លាយចម្រុះគ្នារវាងវប្បធម៌របស់ជនជាតិខ្មែរដើមនិងវប្បធម៌ទទួលឥទ្ធិពលពីឥណ្ឌារីឯសាសនាក៏ដូចគ្នាដែរប្រជារាស្ត្រនៃនគរហ្វូណនគោរពតាមជំនឿសាសនាដើមរបស់ខ្លួនផងដែលគេហៅថាសាសនានេតានិងតាមជំនឿសាសនាពីឥណ្ឌាផងគឺដំបូងឡើយមានព្រហ្មញ្ញសាសនានិងបន្តមកទៀតគឺព្រះពុទ្ធសាសនាតាមពិតហ្វូណនគឺជាអាណាចក្រមួយដែលមាននគរច្រើនជាចំណុះដែលនគរទាំងនេះគ្រប់គ្រងដោយព្រះមហាក្សត្រផ្សេងគ្នាមានឯករាជ្យដាច់ចេញពីគ្នាហើយពេលខ្លះទៀតថែមទាំងធ្វើសង្គ្រាមរវាងគ្នាឯងទៀតផងគឺដូចជាសង្គ្រាមរវាងស្ដេចត្រាញ់នៅតំបន់អឺរ៉ុបក្នុងយុគសម័យកណ្ដាលក្រោយការដួលរលំនៃចក្រភពរ៉ូមដូច្នោះដែរនៅក្នុងអាណាចក្រហ្វូណនគេឃើញមាននគរពីរដែលមានការប្រកួតប្រជែងគ្នាខ្លាំងជាងគេគឺមួយមានរាជធានីនៅវ្យាធបុរៈស្រុកអង្គរបូរីខេត្តតាកែវបច្ចុប្បន្ននិងមួយទៀតមានរាជធានីនៅសម្ភុបុរៈត្រង់ស្រុកសម្បូរខេត្តក្រចេះបច្ចុប្បន្ននៅសតវត្សទី 5 នគរវ្យាធបុរៈបានវាយដណ្ដើមកាន់កាប់សម្ភុបុរៈហើយបញ្ចូលគ្នាបង្កើតទៅជានគរធំមួយដែលមានអំណាចយ៉ាងខ្លាំង
រហូតក្រោយមកទៀតឈានទៅដណ្ដើមកាន់កាប់ដែនដីនគរហ្វូណនទាំងមូលនគរហ្វូណនត្រូវដួលរលំហើយជំនួសមកវិញដោយនគរថ្មីមួយទៀតដែលនៅក្នុងឯកសារចិនដាក់ឈ្មោះឲ្យថាចេនឡាហើយដែលក្រោយមកបានក្លាយទៅជាអាណាចក្រខ្មែរនៅសតវត្សទី7ក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី1រាជាណាចក្រកម្ពុជាដែលចិនហៅថាចេនឡាត្រូវបានបំបែកជានគរ2ដោយកាលពីសម័យហ្វូណនវិញគឺនគរវយធបុរៈដែលចិនហៅថាចេនឡាទឹកនិងនគរសម្ភុបុរៈដែលចិនហៅថាចេនឡាគោកចេនឡាទឹកមានទឹកដីនៅត្រង់ម្ដុំកម្ពុជាក្រោមសពថ្ងៃចំណែកឯចេនឡាគោកមានទឹកដីនៅត្រង់ម្ដុំប្រទេសកម្ពុជាសពថ្ងៃហើយលាតសន្ធឹងដល់ជួរភ្នំដងរែកក៏ប៉ុន្តែការបែងចែកនគរចេនឡាជាពីរនៅពេលនោះប្រហែលជាធ្វើឡើងគ្រាន់តែដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះចេនឡាទាំងពីរមិនមែនជាសត្រូវនឹងគ្នាដោយកាលពីនគរវយធបុរៈនិងសម្ភុបុរៈកាលពីនៅក្នុងសម័យកាលនគរហ្វូណននោះទេរហូតដល់ដើមសតវត្សទី9ចេនឡាទាំងពីរក៏បានបំរុងគ្នាជានគរតែមួយឡើងវិញក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី2ដែលបានឡើងគ្រងរាជ្យនៅឆ្នាំ802ថ្មីត្បិតតែនៅក្នុងប្រវត្តិសាស្ត្រព្រះបាទជ័យវរ្ម័នទី2មិនសូវមានកិត្តិនាមល្បីដោយព្រះបាទជ័យវរ្ម័នទី7ក៏ពិតមែនក៏ប៉ុន្តែព្រះអង្គត្រូវបានអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាមហាក្សត្រដំបូងបង្អស់ដែលបានស្ថាបនាអាណាចក្រខ្មែរគឺចេនឡាដីគោកនិងចេនឡាដីទឹកឲ្យរួបរวมគ្នាតែមួយដែលក្រោយមកទៀតបានស្គាល់នូវភាពរុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរឆ្នាំ802ដែលព្រះបាទជ័យវរ្ម័នទី2ឡើងគ្រងរាជ្យត្រូវបានអ្នកប្រវត្តិសាស្ត្រទូទៅកំណត់ថាជាចំណុចចាប់ផ្ដើមនៃសម័យអង្គរដែលជាសម័យកាលដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរក្នុងរយៈពេលប្រមាណជាជាង600ឆ្នាំចាប់តាំងពីដើមសតវត្សទី9រហូតដល់ពាក់កណ្ដាលសតវត្សទី15អាណាចក្រខ្មែរបានស្គាល់នូវភាពរុងរឿងក្នុងឋានៈជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងអំឡុងពេលនោះអាណាចក្រខ្មែរបានគ្រប់គ្រងទឹកដីដ៏ធំដែលគ្របដណ្ដប់លើទឹកដីកម្ពុជាថៃឡាវនិងប៉ែកខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្នព្រំដែននៃអាណាចក្រខ្មែរលាតសន្ធឹងរហូតទៅដល់ប្រទេសចិននៅប៉ែកខាងជើងភូមានៅប៉ែកខាងលិចម៉ាឡេស៊ីនៅប៉ែកខាងត្បូងនិងនគរចម្ប៉ានៅខាងកើតនៅក្នុងកំណត់ត្រារបស់ពួកអារ៉ាប់នៅចន្លោះសតវត្សទី9និងសតវត្សទី10គេឃើញថាកាលណាបើនិយាយអំពីតំបន់អឺរ៉ុបពួកអារ៉ាប់តែងតែលើកឡើងពីការធ្លាក់ដុនដាបក្នុងយុគខ្មៅងងឹតក៏ប៉ុន្តែពួកអារ៉ាប់បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថាស្ថិតក្នុងតំបន់ដែលមានភាពរុងរឿងបំផុតនៅលើពិភពលោកនៅក្នុងអំឡុងពេលនោះក៏ប៉ុន្តែដោយសារចំនួនផ្ទៃក្នុងជាពិសេសគឺចំនួនក្នុងការដណ្ដើមរាជបល្ល័ង្កបូករួមជាមួយនឹងការឈ្លានពានពីប្រទេសជិតខាងក៏បានធ្វើឲ្យអាណាចក្រខ្មែរត្រូវធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ហើយទឹកដីក៏កាន់តែរួញតូចទៅជាទូទៅអ្នកប្រវត្តិសាស្ត្របានកំណត់ថាសម័យកាលរុងរឿងនៃអាណាចក្រខ្មែរបានចាប់ផ្ដើមពីឆ្នាំ802ជាមួយនឹងការឡើងគ្រងរាជ្យនៃព្រះបាទជ័យវរ្ម័នទី2និងបញ្ចប់នៅត្រឹមឆ្នាំ1431នៅពេលដែលព្រះបាទស្រីសុរិយោពណ៌ឬចៅពញាយ៉ាតបានសម្រេចចិត្តបោះបង់រាជធានីអង្គរចោលហើយទៅតាំងរាជធានីនៅស្រីសន្ធរនិងបន្ទាប់មកនៅភ្នំពេញវិញដើម្បីគេចចេញពីការឈ្លានពានរបស់កងទ័ពសៀមពេលនោះអង្គរក៏នៅកណ្ដោចកណ្ដែងឲ្យសៀមឈ្លានពានបានកាន់កាប់រហូតជាង1សតវត្សដូច្នេះវីដេអូនេះគឺមានតែប៉ុណ្្នឹងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តសូមចុច like page ក៏ដូចជា share នៅវីដេអូនេះម្នាក់មួយផងសូមអរគុណហើយជួបជាមួយខ្ញុំជឿនវនីនៅវីដេអូក្រោយម៉ាសាឡាយសមុទ្រម៉ៃអ៊ីផ្សំចេញពីសាឡាយសមុទ្រស្រស់ៗពីរប្រភេទនៅក្នុងប្រទេសកូរ៉េបូករួមជាមួយនឹង collagen ដល់ទៅ5ប្រភេទមិនតែប៉ុណ្ណោះបូកជាមួយនឹងវីតាមីនជាច្រើនមុខជួយទៅដល់អ្នកដែលកំពុងខូចស្បែកមុខដូចជាជាំអាចរុយស្ដើងឡើងសរសៃក្រហមមុខឡើងចំហាយក្តៅបណ្ដាលឲ្យកើតមុនតូចមុនធំមុនខ្ទុះគ្រប់ប្រភេទនិងស្បែកមុខដែលងាយរលឡើងកន្ទួលរមាស់មិនតែប៉ុណ្ណោះជួយអត់បន្តឹងស្បែកមុខឲ្យតឹងណែនបងប្អូនដែលចង់ទិញវាទៅលក់បន្តកំងចាប់ពី6ឈុតឡើងទៅនឹងទទួលបានតម្លៃបោះដុំកំងកាន់តែច្រើនទទួលបានតម្លៃកាន់តែពិសេសម៉ាសាឡាយសមុទ្រម៉ៃអ៊ីមានធ្វើការបោះដុំគ្រប់25ខេត្តក្រុងនិងគ្រប់បណ្ដាប្រទេសទំនាក់ទំនងតាមលេខទូរស័ព្ទនិង Telegram ឬក៏អាចទំនាក់ទំនងទៅតាម Page EE Black ណារបស់ក្រុមហ៊ុនផ្ទាល់